ហេតុអ្វីបានជាការប្រើប្រាស់ជីអាសូតច្រើនធ្វើឲ្យរុក្ខជាតិដំណាំស្រូវរបស់ពុកម៉ែបងប្អូននឹងមានបញ្ហាប្រឈមជាមួយនឹងជំងឺបាត់បង់នៅទិន្នផលបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានថ្ងៃនេះខ្ញុំបានណាវិឆ័យសូមធ្វើការចែករំលែកចំណេះដឹងថ្មីមួយទៀតជូនពុកម៉ែបងប្អូននៅក្នុងវីដេអូមួយនេះខ្ញុំលើកយកពីហេតុអ្វីបានជាការប្រើប្រាស់ជីអាសូតច្រើនធ្វើឲ្យរុក្ខជាតិដំណាំស្រូវរបស់ពុកម៉ែបងប្អូននឹងមានបញ្ហាប្រឈមជាមួយនឹងជំងឺបាត់បង់នៅទិន្នផលបាទខ្ញុំលើក5ចំណុចទី1ធ្វើឲ្យដើមទុនទី2រឹសខ្សោយទី3បាត់បង់ភាពធន់ជាមួយនឹងជំងឺទី4អតុល្យភាពសារធាតុចិញ្ចឹមធ្វើឲ្យរុក្ខជាតិនឹងមានការលូតលាស់ខ្សោយมันអាចទ្រាំទ្រាំជាមួយនឹងជំងឺបានទី5គឺ stress បាទជំងឺ stress អញ្ចឹងខ្ញុំលើកបញ្ហាទី1នៅពេលដែលពុកម៉ែបងប្អូនដឹងហើយថាសារធាតុចិញ្ចឹមនៃដំណាំស្រូវដែលជាសារធាតុចិញ្ចឹមគោលគឺវាមាន NPK N ជំនួយអីជំនួយការលូតលាស់របស់ដំណាំ Phosphor ជំនួយឲ្យកោសិកាប្រព័ន្ធឫសរបស់ដំណាំលូតលាស់ចាក់បានជ្រៅ Potassium ធ្វើឲ្យរុក្ខជាតិនឹងធន់ជាមួយនឹងជំងឺដាក់ម្សៅបានច្រើនអញ្ចឹងពេលដែលពុកម៉ែបងប្អូនប្រើប្រាស់ជីអាសូតច្រើនលើសកម្រិតធ្វើឲ្យទី1ដើមស្រូវរបស់ពុកម៉ែបងប្អូនទន់លូតលាស់លឿនមែនក៏ប៉ុន្តែទន់ធ្វើឲ្យកោសិកានៃដំណាំបាទស្លឹកធំប៉ុន្តែកោសិការបស់រុក្ខជាតិនឹងគឺស្ដើងដែលងាយប្រឈមជាមួយនឹងបញ្ហាបំផ្លាញនៃពពួកសត្វល្អិតផ្សេងៗទី2គឺរឹសខ្សោយកាលណាតែការលូតលាស់នៃផ្នែកខាងលើវាខ្លាំងប្រព័ន្ធកោសិការឹសផ្នែកខាងក្រោមនឹងខ្សោយអញ្ចឹងបងប្អូនសង្កេតមើលពេលដែលប្រើប្រាស់ជីអាសូតច្រើនស្រូវនឹងតែងតែពុកផុយឲ្យដួលបាទជាប្រចាំទី3ធ្វើឲ្យបាត់បង់ភាពធន់ជាមួយនឹងជំងឺមូលហេតុអីបានជាប្រើប្រាស់ជីអាសូតច្រើននឹងធ្វើឲ្យបាត់បង់ភាពធន់ជាមួយនឹងជំងឺព្រោះថានៅក្នុងកោសិការបស់ស្រូវវាមានផលិតប្រភេទសមាសធាតុលីនីន Phthalate អញ្ចឹងសមាសធាតុ2ហ្នឹងគឺជាភ្នាសកោសិកាសម្រាប់ធ្វើឲ្យរុក្ខជាតិហ្នឹងគឺធន់ជាមួយនឹងជំងឺការពារពីរោគផ្សេងៗបាទនៅពេលដែលពុកម៉ែបងប្អូនប្រើប្រាស់អាសូតច្រើនវាធ្វើឲ្យរុក្ខជាតិនឹងមិនអាចផលិតនៅសមាសធាតុទាំងពីរនឹងបានដែលធ្វើឲ្យកោសិការបស់រុក្ខជាតិនឹងចុះខ្សោយជំងឺងាយនឹងប្រឆាំងវេលុកមកបានទី4អតុល្យភាពសារធាតុចិញ្ចឹមចំណុចនេះគឺសំខាន់ដូចខ្ញុំបានលើកពីដើមវីដេអូខាងដើមអញ្ចឹងពេលដែលប្រើប្រាស់អាសូតកាន់តែច្រើនវាធ្វើឲ្យបាត់បង់តុល្យភាពសារធាតុចិញ្ចឹមនៃមួយផ្នែកនៃរុក្ខជាតិដែលស្រូបយកដូចជា Potassiumគឺធ្វើឲ្យរុក្ខជាតិនឹងធន់ជាមួយនឹងជំងឺនៅពេលដែលប្រើអាសូតលើសកម្រិតវាបាត់បង់តុល្យភាពរុក្ខជាតិមិនអាចស្រូបយក Potassium នឹងបានវាធ្វើឲ្យបាត់ខ្សោយនៅកោសិកាលូតលាស់បាទធ្វើឲ្យរុក្ខជាតិនឹងមិនអាចធន់ទ្រាំជាមួយនឹងបញ្ហានៃជំងឺនឹងបានបាទទី2វាមិនអាចស្រូបយកសារធាតុ Phosphor គ្រប់គ្រាន់ដែលធ្វើឲ្យប្រព័ន្ធឫសផ្នែកខាងក្រោមនៃរុក្ខជាតិខ្សោយធ្វើឲ្យងាយនឹងពុកផុយធ្វើឲ្យដើមរុក្ខជាតិគល់របស់រុក្ខជាតិនឹងទន់ងាយនឹងដួលដោយសារតែបញ្ហាខ្យល់បាទដោយសារតែប្រព័ន្ធឫសផ្នែកខាងក្រោមនេះចាក់មិនបានជ្រៅទៅក្នុងស្រទាប់ដីបញ្ហាទី5គឺសំខាន់គឺ stress នៅពេលដែលរុក្ខជាតិនឹងប្រើប្រាស់អាសូតកាន់តែច្រើនវាធ្វើឲ្យมันអាចធន់ទ្រាំជាមួយនឹងគ្រោះរាំងស្ងួតបាទដោយសារតែកម្ដៅព្រោះថាកាលណាស្លឹកធំខ្សោះទឹកវាធ្វើឲ្យរុក្ខជាតិនឹងងាយនឹងសពូនស្វិតប៉ុនឬបើវាចាក់ចូលឲ្យបានជ្រៅនៅក្នុងដីដើម្បីបឺតយកសារធាតុទឹកឬក៏សារធាតុចិញ្ចឹមនៅក្នុងដីទៅផ្គត់ផ្គង់ឲ្យផ្នែកខាងលើអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនប្រើប្រាស់ជីអាសូតច្រើនពុកម៉ែបងប្អូនតែងតែសង្កេតឃើញនៅពេលដែលក្តៅខ្លាំងធ្វើឲ្យរុក្ខជាតិនឹងស្លោកស្លឹកហើយពេលដែលរុក្ខជាតិមានបញ្ហាទាំងអស់ហ្នឹងវាខ្សោយកោសិកាទាំងអស់នេះឯងដែលធ្វើឲ្យវាប្រឈមជាមួយនឹងបញ្ហាជំងឺប្រឈមជាមួយនឹងបញ្ហាសត្វល្អិតដែលធ្វើឲ្យទិន្នផលរបស់ស្រូវនឹងមានបញ្ហាធ្លាក់ចុះបាទអានឹងគឺជាហេតុដែលបង្កនៅពេលដែលពុកម៉ែបងប្អូនប្រើប្រាស់ជីអាសូតច្រើនលើសកម្រិតនៅក្នុងដំណាំស្រូវដែលខ្ញុំបានសង្ខេបជូនម្ដងទៀតគឺទី1ធ្វើឲ្យដើមទុនលូតលាស់លឿនមែនប៉ុន្តែដើមអត់រឹងមាំទី2រឹសខ្សោយបាទទី3បាត់បង់ភាពធន់ជាមួយនឹងជំងឺនិងបម្រែបម្រួលអាកាសធាតុអតុល្យភាពសារធាតុចិញ្ចឹមហើយចុងក្រោយគេធ្វើឲ្យរុក្ខជាតិនឹង stress ដែលធ្វើឲ្យបាត់បង់ទិន្នផលផងដែរបាទអានឹងគឺជាផលប៉ះពាល់ដែលពុកម៉ែបងប្អូនប្រើប្រាស់ជីអាសូតច្រើនលើសកម្រិតជាចុងក្រោយនេះខ្ញុំសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានហើយវីដេអូក្រោយៗខ្ញុំនឹងធ្វើការចែករំលែកអំពីមុខងារផ្សេងៗថាធ្វើយ៉ាងណាដើម្បីឲ្យពុកម៉ែបងប្អូនស្វែងយល់អំពីកត្តាដែលធ្វើឲ្យស្រូវរបស់ពុកម៉ែបងប្អូននឹងធន់ជាមួយនឹងជំងឺបម្រែបម្រួលអាកាសធាតុហើយទទួលបានទិន្នផលខ្ពស់បាទខ្ញុំបាទណៅវិឆ័យ
សូមអរគុណសូមជម្រាបលា